តោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបរៀនពីវិធីតឡើងយកបន្ទុះ OS នៅលើ VMware តោះជាដំបូងយើងចូលទៅ VMware សិនបន្ទាប់មកនៅលើ VMware យើងទៅ create new virtual machine អញ្ចឹងយើងចូលទៅនេះមកតមកទៀតយើងជ្រើសរើសខាងក្រោមយក custom advanced ហើយយើងយក next តទៀតមកកន្លែងនេះយើងយកពាក្យអាក្រោមគេដោយសារតែយើងចង់ដាក់ OS របស់ Ubuntu ហ្នឹងនៅពេលក្រោយអញ្ចឹងបើយើងចង់ដាក់ឥឡូវក៏បានដែរបើយើងចង់ដាក់ឥឡូវយើងយកឥឡូវនេះតែបើយើងចង់សេរីនៅពេលក្រោយយើងយកអាក្រោមមកអញ្ចឹងនៅក្នុងនេះខ្ញុំចង់សេរីនៅពេលក្រោយអញ្ចឹងខ្ញុំយក I will install the operating system later ហើយ next ទៀតមកអានេះជាប្រភេទOS ចឹងនៅក្នុងនេះខ្ញុំតឡើងយកបន្ទុះខ្ញុំយកពាក្យ Linux មកព្រោះអីយកបន្ទុះវាស្ថិតនៅក្នុង Linux ចឹងបន្ទាប់មកយើងយកបន្ទុះមកហើយខ្ញុំដាក់64 bit បន្ទាប់មកទៀតយើងចូល next ហើយកន្លែងនេះឈ្មោះរបស់OS ចឹងយើងដាក់ឈ្មោះពេញមកដោយសារតែនេះខ្ញុំតឡើងយកបន្ទុះ server ចឹងខ្ញុំដាក់យកបន្ទុះ server បន្ទាប់មក location ហ្នឹងទីតាំងរបស់ file ហ្នឹងទៅពេលដែលយើងតឡើងយើងចង់ឲ្យវាចូលទៅក្នុងទីតាំងណាអញ្ចឹងនៅក្នុងនេះខ្ញុំអត់ជ្រើសរើសដាក់នៅក្នុង drive C ទេខ្ញុំជ្រើសរើសនៅក្នុង drive របស់ខ្ញុំមួយទៀតតែខ្ញុំស្រាប់ដាក់របស់វាគឺយើងចូល PC ហើយកន្លែង folder នេះខ្ញុំដាក់នៅលើ VMware file តមកទៀតខ្ញុំបង្កើត folder មួយដាក់ឈ្មោះថា Ubuntu server អញ្ចឹងខ្ញុំដាក់លើវាមកហើយអូខេតមកទៀតយើងយក next អានេះទាក់ទងទៅនឹង processor អញ្ចឹងខ្ញុំដាក់ឲ្យវាធំតិចមកកុំឲ្យវាតូចពេកយក4យក2តមកអានេះ RAM អញ្ចឹង RAM ដោយសារខ្ញុំប្រើ server អញ្ចឹងខ្ញុំដាក់ទៅ 2G ទេហើយអានេះកន្លែង network នៅពេលដែលតឡើងហើយវាចាប់ network មួយណាអញ្ចឹងជាទូទៅខ្ញុំប្រើវាជា network NAT អញ្ចឹង network នេះចេញពីរបស់ VMware ទេវាអត់ចាប់ network ពីខាងក្រៅ direct ទេអញ្ចឹងខ្ញុំយក network នេះអញ្ចឹងយកល្អប្រើនេះទៅដោយសារតែវាដាច់តម្លៃពី network តែខាងក្រោមនេះវាអត់ស្ថិតជាមួយគ្នាជា network ដែលរបស់ VMware គេបង្កើតឲ្យខ្ញុំយកអាហ្នឹងយក next ទៀតមកហើយអានេះយើង create ថ្មីយើងដាក់លើមកហើយអានេះ spec របស់hard disk អញ្ចឹងយើងដាក់ប៉ុណ្ណឹងទៅអានេះវាបង្កើតឲ្យហើយចូល finish បន្ទាប់មកជំហានដែលត្រូវធ្វើបន្តទៀតខ្ញុំចូលទៅកែវាដោយសារតែខ្ញុំមុនហ្នឹងខ្ញុំអត់ទាន់ឲ្យវាទាញចេញអញ្ចឹងខ្ញុំទៅកែវាទៅទាញ OS ចេញពី file មួយណាពីទីតាំងណាអញ្ចឹងខ្ញុំចូលទៅកន្លែង hard disk sorry នៅកន្លែងCD នេះ CD នេះខ្ញុំឲ្យវាទាញយើងយកពីកន្លែង use iOS image file ខ្ញុំបន្តមកទៀតទីតាំងរបស់ file OS របស់យើងអញ្ចឹង file OS របស់ខ្ញុំគឺនៅនេះហើយ software កន្លែង OS យកបន្ទុះ live នេះអញ្ចឹងនៅពេលដែលវាបើកមកវានឹងទាញfile ហ្នឹងដើម្បីធ្វើការ boot ហើយអូខេមកបន្ទាប់មកទៀតយើងយក power on នេះវាដំណើរការយើងរកចាំមកកន្លែងនេះខ្ញុំយកលើគេអានេះវាពងតែ boot file ដើម្បីតឡើងយកបន្ទុះ server ហ្នឹងនេះ
ទៅនឹងភាសាអញ្ចឹងខ្ញុំយកភាសាអង់គ្លេសហើយយកដានតមកទៀតយើងយក Ubuntu server អានេះគឺ version ដែលយើងចង់ជ្រើសរើសមួយណានេះយើងចង់ជ្រើសរើសមួយណាយើងយកមួយហ្នឹងមកតែឥឡូវខ្ញុំយក version លើគេហើយយកពាក្យថាដានអានេះ network card នេះ network card ជា network ដែលវាចាប់ចេញពី VMware អញ្ចឹងឥឡូវហើយអានេះវាចាប់អូតូឥឡូវខ្ញុំដាក់យកអាហ្នឹងហើយយកដានតមកទៀតយកដានតមកកន្លែងនេះយើងយក continuous កន្លែងនេះខ្ញុំយកដានទៀតហើយយក continue កន្លែងនេះដាក់ឈ្មោះOS របស់យើងឈ្មោះម៉ាស៊ីនដូចថាដូច Windows អញ្ចឹងយើងបើកមកវាចេញឈ្មោះអីអញ្ចឹងអានេះ Ubuntu ក៏ដូចគ្នាដែរឥឡូវខ្ញុំដាក់ឈ្មោះថា GoJR បន្ទាប់មកយក server name អញ្ចឹងខ្ញុំដាក់ Ubuntu server បន្ទាប់មកទៀត pick name អាហ្នឹងខ្ញុំដាក់ GoJR ដូចគ្នានេះ password ខ្ញុំដាក់1 2 3 4 5 1 2 3 4 5តមកទៀតខ្ញុំយកដាននេះupgrade ទៅ Ubuntu Pro អញ្ចឹងមិនដឹងខ្ញុំអត់ upgrade ទេខ្ញុំដាក់ skip now ហើយខ្ញុំយក continue កន្លែងនេះខ្ញុំយកឥឡូវគេអញ្ចឹងក្នុងនេះបើសិនជាយើងចង់ tick នេះចង់ឲ្យវា tick អញ្ចឹងយើងចុច space មកវា tick ហើយអញ្ចឹងនេះខ្ញុំ tick លើវាហើយខ្ញុំយកដានហើយខ្ញុំ tick ឲ្យលើមួយហើយខ្ញុំយកដានបន្ទាប់មកវានឹងធ្វើការតម្លើង package មកតង់ទៀតយើងរងចាំទៅរហូតដល់ខាងក្រោមនេះវារោតពាក្យថា restart អញ្ចឹងយើង restart ហើយយើងនឹងបើកចេញហើយនៅក្នុងនេះពេលដែលវាតម្លើងហើយវានឹងចេញពាក្យថា reboot now អញ្ចឹងយើងយកពាក្យហ្នឹងមកអញ្ចឹងអានេះតម្លើងរួចរាល់ហើយអានេះយើង log ចូលអញ្ចឹង log ចូលខ្ញុំដាក់ឈ្មោះ GoJR មិញហើយ password 1 2 3 4 5តមកនេះគឺរួចរាល់ហើយ information វាបង្ហាញទៅលើឥឡូវខ្ញុំមើល IP address របស់វា sudo hostname .i នេះចឹង IP address របស់ Ubuntu server ហ្នឹងគឺ 192.168.189.144 អញ្ចឹងឥឡូវខ្ញុំសាកចូលតាមពុទ្ធីដើម្បីធ្វើការ remote វាខ្ញុំវាយ IP ហ្នឹងមក 192.168.144 អញ្ចឹងខ្ញុំយកពាក្យ openវាមិនតាន់ដើរអស់ចាំ plate you could not connect ចាំតិចចាំមកក្នុងនេះដើរស្រាប់ sudo apt update វា update security on
តមកយកអាស័ព្ទមកនេះGoogle JR password 1 2 3 4 5នេះចឹង Ubuntu server យើងបានតឡើងរួចរាល់ហើយនេះបានជោគជ័យហើយរបៀបតឡើង Ubuntu server មានតែប៉ុណ្្នឹងឯងហើយ